ត្រកូលលាវខ្ញុំនឹងរងចាំមើលសុំទោសណារួយដែលបណ្ដោយឲ្យអូនរងទុក្ខអស់3ឆ្នាំមកនេះចាប់ពីថ្ងៃនេះទៅបងសឺណានសូមស្បត់ចំពោះមុខមេឃថាបងនឹងមិនឲ្យអូនរងទុក្ខសូម្បីតែបន្តិចទៀតឡើយបងនិយាយម៉ាត់ណាគឺម៉ាត់នឹងហ្មងបងពិតជាសះស្បើយមែនហើយមែនទេជាអស់ហើយ3ឆ្នាំនេះទោះបីជាបងបើកភ្នែកមិនរួចកម្រើកមិនបានមែនតែរាល់រឿងដែលអូនបានធ្វើដើម្បីបងចងចាំទុកក្នុងបេះដូងច្បាស់ណាស់សឺណានថ្ងៃនេះនៅឯកម្មវិធីជប់លៀងបងបានវាយលីវហ្វឹងឲ្យរងរបួសត្រកូលលីវនៅទីក្រុងជៀងហៃគឺជាគ្រួសារអភិជនមានអំណាចធំណាស់ណាពួកវាធ្វើការសាហាវខុសខើណាស់ពួកយើងរត់ទៅពួនសិនទៅល្អទេរត់ពួនហ៎នៅប្រទេសតាស៊ីទាំងមូលនេះគ្មានអ្នកណាអាចធ្វើឲ្យសឺណានរត់ពួនបានឡើយត្រឹមលីវហ្វឹងមួយញឹងគ្រាន់តែជាកូនចៅមេឃធៀងមិនសូវសំខាន់របស់ត្រកូលលីវតែប៉ុណ្ណោះកុំថាឡើយវាសំបីតែមេគ្រួសារត្រកូលលីវនៅទីក្រុងជៀងហៃទាំងមូលមកលុតជង្គង់ផ្ទាល់នៅមុខបងក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យបងមើលសំបីតែមួយកន្ទុយភ្នែកផងចុះតាមពិតទៅបងជានរណាគេឲ្យប្រកាសទៅរួយចំពោះប្រវត្តិរបស់បងដល់ពេលវេលាសំស្របបងនឹងប្រាប់អូនគ្រប់យ៉ាងតែពេលនេះអូនគ្រាន់តែដឹងថាឲ្យតែមានបងនៅទីនេះគ្មានអ្នកណាអាចធ្វើបាបអូនបានទៀតទេជួយស៊ើបមនុស្សម្នាក់ឲ្យខ្ញុំឈ្មោះលីវវឹង1ម៉ោងទៀតខ្ញុំចង់បានព័ត៌មានទាំងអស់របស់វានឹងត្រកូលលីវអូហូនេះមិនមែនបងស្រីជីដូនមួយដ៏ល្បីល្បាញរបស់ខ្ញុំទេហេមិនដែរម្សិលមិញនៅភោជនីយដ្ឋានលុយណាស់តើណោះចុះថ្ងៃនេះមិនបានមកក្រៅកន្ទេលលក់អីវ៉ាន់តាមផ្លូវអញ្ចឹងជាងលៃខ្ញុំលក់ដូរនៅទីនេះមិនបានទៅរករឿងឯងទេឯងប្រញាប់ចេញទៅភ្លាមទៅអាយឯងធ្វើស្អីហ្នឹងរបស់ទាំងនេះសុទ្ធតែជារបស់ដែលខ្ញុំទិញមកលក់ណាធ្វើស្អីហេម្សិលមិញឯងនឹងអាភ្លើនោះធ្វើឲ្យអញខ្មាស់គេនៅមុខសិស្សច្បងលីវថ្ងៃនេះអញមកទីជំងឺចិត្តបន្តិចបន្តួចប៉ុណ្ណឹងវាមានអីហួសហេតុទៅនេះជាលុយថ្លៃបាយសម្រាប់ខែក្រោយរបស់ខ្ញុំទេឯងមិនអាចយកទៅបានទេទុកមកហើយមិនយកមកមែនទេចេញឲ្យឆ្ងាយទៅលុយរីប៉ាយប៉ុណ្ណឹងសោះពិតជាចង្រៃយៈមែនដើម្បីតែអាខ្វិនមួយសុកចិត្តបោះបង់សំបីតែកិត្តិយសគេឈ្មោះត្រកូលជាងត្រូវវិនាសអស់ដោយសារតែឯងនឹងហើយបងស្រីស្ដាប់ដំបូន្មានខ្ញុំមួយម៉ាត់ទៅយកអាភ្លើនោះទៅបោះចោលទៅហើយទៅលុតជង្គង់ក្រាបសុំទោសសិស្សច្បងលីវទៅមិនប្រកាសថាអាចមានបាយហូបវិញទេអាយមនុស្សដែលអញថ្នាក់ថ្នមនៅលើបាតដៃពួកឯងហ៊ានជន់ឈ្លីម្ដងហើយម្ដងទៀតហេអញសួរឯងដៃមួយណារុញនាងអាភ្លើលែងដៃអញរុញវាដោយដៃមួយណាវារឿងអីរបស់ឯងពួកឯងទាំងពីរនៅឈរធ្វើភ្លើអីទៀតឆាប់វាទៅយ៉ាចេញឲ្យឆ្ងាយទៅ